សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្ដែងរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង The Uncloudy Soul ភាគទី16ជាបន្តទៀតមុននឹងចូលដល់សាច់រឿងរបស់យើងចំពោះប្រិយមិត្តដែលអត់ទាន់បានជួយ Subscribe Channel របស់ Admin សូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផង Admin ក៏អរគុណសម្រាប់ទឹកចិត្តប្រិយមិត្តដែលស្រឡាញ់រាប់អាន Admin ដូចគ្នាតោះអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកបន្តតាមដានសាច់រឿងជាមួយ Admin តែម្ដងទៅក្រោយពេលដែលធានបានកាន់កបិតបិសាចនៅក្នុងដៃទើបនាងដឹងថាវាគឺជាល្បិចបទបញ្ឆោតរំពេចនោះម្ចាស់សុបិនអមតៈក៏បង្ហាញខ្លួននិយាយលក់លុយបន្ថែមទៅកាន់ធានដែលធ្វើឲ្យធាននឹងសូមអភ័យទោសទៅកាន់គាត់ខ្លាំងមែនទែនថានាងនឹងត្រូវបានគេបោកបញ្ឆោតអីអញ្ចឹងទៅម្ចាស់សុបិនអមតៈក៏ប្រាប់នាងបន្ថែមថានាងនឹងពិតជាត្រូវគេបោកប្រាស់ពិតមែនរួចក៏បានឲ្យកូនចៅរបស់ខ្លួននឹងនាំប៊ីងស៊ូចូលមកខាងក្នុងដែលប្រាប់ថាអ្នកដែលសម្លាប់ប្អូនប្រុសរបស់ធានណាគឺជាប៊ីងស៊ូនឹងឯងគេបានយកកំបិតមួយនេះទៅសម្លាប់ដោយផ្ទាល់ដៃលើបែបនេះធាននេះមានការតក់ស្លុតយ៉ាងខ្លាំងនាងក៏យកព្រមក្នុងការទទួលទោសមួយនេះដោយយកជីវិតរបស់នាងមកដូរផងដែរលើបែបនេះប៊ីងស៊ូគេបញ្ញាទទួលកំហុសភ្លាមទោះបីត្រូវកាត់ជាចំណែកឬក៏ធ្វើជីដាក់ផ្កាក៏គេស្ម័គ្រចិត្តសុំតែម្យ៉ាងប៉ុណ្ណោះឲ្យធាននឹងចាក់ចែងទៅប៉ុន្តែម្ចាស់សុបិនអមតៈមិនលើកលែងឲ្យគេនោះឡើយឬក៏បញ្ជាឲ្យអ្នកទាំងពីរនាំធាននឹងប៊ីងស៊ូទៅកាន់ទីឃ្លាវិមានដើម្បីឲ្យអ្នកទាំងអស់គ្នាមើលថានេះគឺជាផលពិបាកនៃការទុកចិត្តមនុស្សដែលឆាប់ល្ងង់ក្រោយពេលដែលពួកគេទាំងពីរអ្នកត្រូវបានគេចងភ្ជាប់នៅទៅសទីឃ្លាទីរួយក៏បាននិយាយអំពីទោសកំហុសរបស់ធានដែលក្បត់ម្ចាស់សុបិនអមតៈក្រោមល្បិចបោកបញ្ឆោតរបស់បរោះបើទោះបីជាម្ចាស់សុបិនអមតៈនឹងព្យាយាមផ្ដល់ឱកាសឲ្យនាងជាច្រើនលើកជាច្រើនសារមកហើយក៏នាងនៅតែត្រូវបរោះម្នាក់នេះបោកបញ្ឆោតដដែលហើយនៅទីបំផុតអ្នកដែលសម្លាប់ប្អូនប្រុសរបស់នាងគឺជាបរោះម្នាក់នេះឯងមិនស័ក្តិសមក្នុងការទទួលបានភាពអមតៈទៀតទេដូច្នេះពួកគេត្រូវដាក់ទោសដោយសារល្អិតពោខ្លាចទៅជាសាកសពរស់ហើយឈរនៅទីនេះជារឿងរហូតទុកជាការព្រមានដល់អ្នកទាំងអស់គ្នានិយាយរួចនាងក៏បានឲ្យដាលីនឹងយកសាកល្អិតមួយនោះទៅឲ្យអ្នកទាំងពីរដោយសម្លេងសាកល្អិតវាគួរឲ្យខ្លាចខ្លាំងមែនទែនធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងវាខ្លាំងណាស់ដាលីគ្មានជំរឿក៏កាន់សាកល្អិតពលមួយនោះទៅរកប៊ីងស៊ូដោយនិយាយអរគុណគេពេលវេលាកន្លងមកដែលមើលថែពួកនាងប៊ីងស៊ូគេក៏មិនខឹងនោះដែរមកពីគេនឹងគ្មានសមត្ថភាពនៅក្នុងការការពារអ្នកទាំងអស់គ្នាឆ្លៀតឱកាសដែលធានកំពុងតែធ្លាក់ចុះបែបនេះបៃក៏បាននិយាយផ្ចាបន្តឲ្យគេនឹងផ្ដាំពាក្យចុងក្រោយអីចឹងទៅតែមានណាអ្នកទាំងអស់គ្នាធានបាននិយាយអំពីគុណស្រ័យរបស់ម្ចាស់សុបិនអមតៈរួមជាមួយនឹងទង្វើដ៏ខុសខើដែលម្ចាស់សុបិនអមតៈនឹងបានប្រើឲ្យគេធ្វើផងដែរវាធ្វើឲ្យក្នុងចិត្តរបស់គេពិតជាមិនអាចបំភ្លេចបាននោះឡើយជារៀងរាល់ថ្ងៃគេតែងតែប្រឆាំងជាមួយនឹងចិត្តរបស់ខ្លួនឯងនៅពេលដែលរាងកាយរបស់គេមានអារម្មណ៍ថាឈឺចាប់ទើបគេនឹងរឿងធូរចិត្តបន្តិចដាប់លឺសម្ដីរបស់ធានធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេមិនជឿនោះទេថាម្ចាស់សុបិនអមតៈនឹងអាចធ្វើបែបនេះស៊ីរួយក៏ថាឲ្យធានជប់ឲ្យគេនឹងនិយាយបង្កាច់បង្ខំម្ចាស់សុបិនអមតៈទៀតទៅព្រោះវាគឺជាភាពទន់ខ្សោយរបស់គេដែលធ្លាក់ចូលក្នុងការបោកបញ្ឆោតរបស់មនុស្សប្រុសលើបែបនេះហើយធានអស់សំណើចខ្លាំងមែនទែននាងដឹងខ្លួនថាគ្មានប្រយោជន៍អ្វីចំពោះម្ចាស់សុបិនអមតៈនោះទេដែលតាមត្រង់អស់រយៈពេលជាច្រើនឆ្នាំនាងក៏គ្មានការរីកចម្រើនអ្វីនោះដែរបំណងប្រាថ្នារបស់ត្រង់គឺចង់ត្រឡប់ទៅកាន់ភ្នំធានឆឹងវិញទើបនាងប្រកាសប្រាប់ទៅកាន់អ្នកគ្រប់គ្នាថានាងនឹងយកជីវិតរបស់ខ្លួននឹងសងទៅឲ្យម្ចាស់សុបិនអមតៈស៊ីរួយកាន់តែខឹងជាមួយធានដោយចង់ចាត់ការគេនៅក្នុងពេលនេះតែម្ដងតែក៏ត្រូវបានហាមឃាត់ដោយប៊ីងស៊ូដោយនិយាយលាក់ខានឲ្យគេដោះលែងធានគាត់នឹងស្ម័គ្រចិត្តក្នុងការស្វែងរកបំណែកនៃកញ្ចក់ខុនលូនមកឲ្យម្ចាស់សុបិនអមតៈឆ្លៀតឱកាសពេលនោះសាវយ៉ាក៏សួរអំពីដំណឹងរបស់ស្ដេចបិសាចហុងជីដោយនិយាយលាក់ខានដូចគ្នាជាមួយនឹងប៊ីងស៊ូប្រសិនបើម្ចាស់សុបិនអមតៈយកព្រមដោះលែងស្ដេចបិសាចហុងជីគេស្ម័គ្រចិត្តក្នុងការស្វែងរកបំណែកនៃកញ្ចក់ខុនលូនជាមួយនឹងប៊ីងស៊ូលើបែបនេះក៏បានឲ្យអ្នកទាំងពីរនឹងចូលទៅក្នុងវិមានលុះពេលទៅដល់ម្ចាស់សុបិនអមតៈក៏សួរបញ្ជាក់ទៅប៊ីងស៊ូនឹងឆ្លើយអំពីគោលបំណងរបស់ខ្លួនដែលចង់ឲ្យទ្រង់នឹងដោះលែងធានរួមជាមួយនឹងថាងគេជឿជាក់ថាពួកគេនឹងអាចស្វែងរកនៃបំណែកកញ្ចក់ខុនលូនសូមឲ្យតែម្ចាស់សុបិនអមតៈនឹងផ្ដល់តម្រុយឲ្យគេខ្លាចតែប៉ុណ្ណោះម្ចាស់សុបិនអមតៈក៏ផ្ដល់តម្រុយនៅភ្នំឈើសួយបើតាមរឿងព្រេងនិទានមនុស្សនឹងបិសាចបានបញ្ជាក់ថាបំណែកនៃកញ្ចក់ខុនលូនស្ថិតនៅលើភ្នំមួយនោះតែវាត្រូវបានការពារដោយសត្វតោសាបុរាណកាចសាហាវបំផុតមិនថាមនុស្សឬក៏បិសាចនោះទេប្រសិនបើចូលទៅជិតវាអាចនឹងមានរបួសឬក៏ស្លាប់ទៀតផងលើបែបនេះក៏អ្នកទាំងពីរមិនរុញរានោះដែរអំឡុងពេលធ្វើដំណើរសាវយ៉ាក៏បាននិយាយក្នុងចិត្តឲ្យស្ដេចបិសាចហុងជីនឹងរងចាំនាងនឹងត្រឡប់មកវិញដើម្បីយកគេទៅជាមួយភ្លាមនោះទូក៏រងើបន្តិចសាវយ៉ាអស់ចំហទៅប៊ីងស៊ូនឹងបញ្ញាទប់នាងឃើញភាពស្និទ្ធស្នាលបែបនេះស្លឹកតូចក៏ហក់ទៅខាងប៊ីងស៊ូហើយលីនដាឌឺទៅកាន់គេទៀតដែលធ្វើឲ្យប៊ីងស៊ូនឹងគេឆ្ងល់យ៉ាងខ្លាំងទើបទូស្រីនឹងបញ្ញានិយាយដោះសារថាគេនឹងបានយកវិញ្ញាណស្មៅមួយនេះមកពីចលឹងភ្នំបិសាចអីអញ្ចឹងទៅហើយប្រហែលជាគេនឹងត្រូវការទឹកយ៉ាងមើលទៅបានជាគេនឹងមូមកបន្តិចនិយាយរួចនឹងក៏បានយកស្លឹកតូចទៅជ្រលក់ក្នុងទឹកថែមទាំងបន្ទោសទៅកាន់គេទៀតផងស្លឹកតូចគេព្យាយាមចង់ប្រាប់ទូស្រីខ្លាំងណាស់ថាភ្នំមួយនោះមិនមែនជាកន្លែងមនុស្សធម្មតានៅនោះឡើយតែសាវយ៉ាក៏បានលើកឡើងអំពីប៊ីងស៊ូដែលធ្វើឲ្យគេនឹងកាន់តែមូម៉ៅថាប៊ីងស៊ូនឹងកាន់តែមិនគួរឲ្យទុកចិត្តឲ្យនាងនឹងថែរក្សាកម្រិតជាមួយនឹងគេដោយប្រុងប្រយ័ត្នគ្រប់ពេលវេលាលើភាពចំណាយរបស់ស្លឹកតូចបែបនេះធ្វើឲ្យសាវយ៉ានឹងអស់សំណើចយ៉ាងខ្លាំងរួចក៏បញ្ជាឲ្យស្លឹកតូចនឹងត្រឡប់ទៅកាន់រូបរាងដើមវិញក្រោយមកកាន់អាណាចក្រលំហអាប់ឯនេះវិញបៃគេឆ្ងល់ខ្លាំងមែនទែនហើយអ្វីបានជាម្ចាស់សុបិនអមតៈនឹងយល់ព្រមដោះលែងពួកគេឲ្យចាក់ចេញទៅងាយខ្លាំងម្ល៉េះទើបសួររួយនឹងគេនិយាយបន្ថែមថារឿងមួយនេះគ្រាន់តែជាលេសដែលឲ្យពួកគេនឹងចាក់ចេញទៅស្លាប់តែប៉ុណ្ណោះម្យ៉ាងវិញទៀតស្ដេចបិ
សាជឿជាក់ទៅលើស្នេហារបស់ទ្រង់ខ្លាំងណាស់ប្រសិនបើទ្រង់ដឹងថាមនុស្សដែលខ្លួនស្រឡាញ់បានរត់ទៅតាមប្រុសផ្សេងទ្រង់ប្រកាសជាបោះបង់ជាមិនខានឡើយចំណែកឯធាននាងក៏កំពុងរងចាំយ៉ាងអន្ទះសារនៅក្នុងគុកផងដែរនាងមិនគួរជឿជាក់ទៅលើសម្ដីរបស់មនុស្សប្រុសនោះឡើយសាច់រឿងជាបន្តក៏បានបង្ហាញអំពីសាវយ៉ាវវិញម្ដងនាងឆ្ងល់ខ្លាំងមែនទែនតែខ្យល់មួយនេះអាចនាំពួកគេទៅដល់ភ្នំឈាសួយដែរឬទេហើយមិនបានជាប៊ីងស៊ូនឹងសម្រាប់ទៅកាន់ប្អូនប្រុសរបស់ធានទៅវិញប៊ីងស៊ូគេក៏បានឆ្លើយតបដោយជឿជាក់ទៅលើខ្យល់នៃអាណាចក្រលំហអាបរួមជាមួយនឹងមូលហេតុដែលគេនឹងសម្រាប់ប្អូនប្រុសរបស់ធានពីព្រោះតែគាត់នឹងត្រូវបានជាតិពុលមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយគេគិតថាធានទទួលរងទុកគ្រប់គ្រាន់ហើយដូច្នេះគេចង់ឲ្យធាននឹងរក្សាទុកការចងចាំល្អៗជាមួយនឹងប្អូនប្រុសរបស់គេលើបែបនេះហើយសេយ៉ាងនេះក៏យល់អំពីអារម្មណ៍របស់ប៊ីងស៊ូផងដែរមិនយូរប៉ុន្មានពួកគេក៏បានទៅដល់ភ្នំឈាសួយដោយត្បូងគេចង់ស្វែងរកសត្វសាហាវតាសាសិនប៉ុន្តែភ្លាមនោះស្រាប់តែមានព្រួញជាច្រើនអ្នកបាញ់សម្រើមករកពួកគេដែលធ្វើឲ្យប៊ីងស៊ូនឹងបញ្ញាទប់ទល់ជាបន្ទាន់ដោយស្រែកទៅប្រាប់អ្នកទាំងអស់នោះវិញប្រសិនបើពួកគេគឺជាអ្នកភូមិឲ្យបង្ហាញខ្លួនមកបើមិនបង្ហាញនោះទេមានន័យថាពួកគេគឺជាចោរហើយលើបែបនេះអ្នកភូមិក៏បញ្ញាចេញមកសុំទោសទៅកាន់អ្នកទាំងពីរប៉ុន្តែគោលដៅដែលគេចេញមកវាខុសជាមួយនឹងគោលដៅព្រួញដែលធ្វើឲ្យអ្នកភូមិនឹងស្រែកហៅបរិសម្នាក់ទៀតឈ្មោះថាអាលីនឹងបញ្ញាចេញមកប៊ីងស៊ូបានសរសើរទៅលើស្នាដៃបាញ់ព្រួយរបស់អាលីខ្លាំងមែនទែនទើបអ្នកភូមិនឹងស្មានតែប៊ីងស៊ូមកទីនេះដើម្បីប្រមូលពន្ធថាពួកគេគ្មានពន្ធឲ្យអីចឹងណាប៊ីងស៊ូគេក៏បានបញ្ជាក់ថាគេមកទីនេះគឺមកកម្ចាត់បិសាចថែមទាំងសួរពួកគេអំពីបិសាចទៀតផងដែលធ្វើឲ្យពួកគេនឹងបានបង្ហាញអំពីតម្រុយខ្លះនៅក្នុងភូមិថាវានឹងទៅតែមកវេបហាតាំងពីប្រហែលថ្ងៃមុនមិនមកអង្គពេលយូរពួកគេក៏បាននាំផ្លូវអ្នកទាំងពីរចូលទៅក្នុងភូមិនៅតាមផ្លូវសាវយ៉ានិងប៊ីងស៊ូបានវិភាគលើការបាញ់ព្រួយរបស់អាលីដែលធ្វើឲ្យអាលីមិនពេញចិត្តនោះទេរួចក៏បានដើរទៅមុនអ្នកភូមិឃើញចរិតឆ្មាយរបស់គេបែបនេះក៏បញ្ញានិយាយជាមួយនឹងប៊ីងស៊ូថាគេគឺជាអ្នកបាញ់ព្រួយដ៏ល្អជាងគេបំផុតនៅទីនេះតែចាប់តាំងពីប្រពន្ធរបស់គេត្រូវបានសត្វតោសានលេបបាត់ទៅគេក៏ខ្លាចទៅជាមនុស្សវង្វេងសូមកុំឲ្យលោកមន្ត្រីនឹងប្រកាន់ជាមួយនឹងគាត់អីលើបែបនេះសាវយ៉ាក៏សួរភ្លាមធ្វើឲ្យអ្នកភូមិនឹងចាប់ដើមរៀបរាប់អំពីលក្ខណៈរបស់សត្វមួយនោះតែការរៀបរាប់របស់គេវាលើសពេលយ៉ាងថាសត្វមួយនោះមានក្បាល3ដៃ6ថែមទាំងចង្កូមមានបង្ហូរឈាមដែលអាចលេបមនុស្សបានទៀតផងចំណែកឯអ្នកភូមិម្នាក់ទៀតក៏បាននិយាយថាដង្ហើមរបស់គេចេញមកសុទ្ធតែភ្លើងអីអញ្ចឹងទៅដែលធ្វើឲ្យពួកគេស្ដាប់ហើយពិតជាមិនគួរឲ្យជឿនោះទេលុះចូលទៅដល់ក្នុងភូមិអ្នកភូមិក៏បាននិយាយរៀបរាប់ទៅប្រាប់ប៊ីងស៊ូបន្ថែមទៀតចំណែកឯសាវយ៉ាក៏ព្យាយាមសង្កេតមើលផងដែរអ្វីដែលនាងចាប់អារម្មណ៍ជាងគេបំផុតគឺជាម្សៅពណ៌ក្រហមនេះឯងរួចអ្នកភូមិក៏បាននាំអ្នកទាំងពីរនឹងទៅជួបមេកសម្ព័ន្ធរបស់ពួកគេដែលនិយាយថាលីបង្កបញ្ហាអីអញ្ចឹងណាធ្វើឲ្យមេកសម្ព័ន្ធមួយនោះចាប់ដើមនិយាយសម្របសម្រួលទៅកាន់អ្នកទាំងពីរកុំឲ្យប្រកាន់ជាមួយនឹងអាលីអីបន្ទាប់មកប៊ីងស៊ូក៏បានសួរអំពីសាកស្នាមផ្សេងនៃសត្វតោសាដែលចង់ឲ្យមេភូមិនឹងនាំគេទៅមើលតម្រុយបន្ថែមតែមេភូមិបែរជាចង់បដិសេធដែលគិតថាសត្វតោសានឹងវាខ្លាំងបកាយខ្លាំងណាស់ចំណែកឯគេមានតែម្នាក់ឯងមិនអាចយកឈ្នះអីអញ្ចឹងណាលើតែម្នាក់ឯងបែបនេះស្រាវយ៉ាវគេចំណែនភ្លាមទៅមេភូមិនឹងនិយាយបន្ថែមឲ្យនាងមួយទៀតទោះបីជាយ៉ាងណាគាត់ក៏មិនជឿថាអ្នកទាំងពីរនឹងអាចកម្ចាត់សត្វមួយនោះបានដែរដោយព្យាយាមចង់ឲ្យអ្នកទាំងពីរចាក់ចេញអីអញ្ចឹងទៅប៉ុន្តែប៊ីងស៊ូគេបានបញ្ជាក់ថាលុះត្រាតែគេនឹងអាចកម្ចាត់សត្វសាហាវមួយនោះបើមិនដូច្នេះទេគេមិនចាក់ចេញពីទីនេះឡើយឬមួយក៏មេភូមិនឹងចង់បដូរគេឲ្យលោកមន្ត្រីពន្ធដែរមកជំនួសវិញលើបែបនេះមេភូមិគេអស់ពីនិយាយតែម្ដងរួចក៏យកព្រមឲ្យគាត់នឹងទៅមើលតម្រុយផ្សេងលោកពេលដែលប៊ីងស៊ូបានពិនិត្យមើលតម្រុយផ្សេងដែលបន្សល់ទុកអំពីសត្វសាហាវមួយនោះហើយធ្វើឲ្យគេនឹងអស់សំណើចយ៉ាងខ្លាំងដោយហៅទៅកាន់សាវយ៉ាវប៉ុន្តែសាវយ៉ាវនឹងបានចាក់ចែងចូលទៅកាន់ផ្លូវមួយទៀតបាត់ទៅហើយអ្នកភូមិឃើញសាវយ៉ាវភ្លាមគេក៏បញ្ញាកិច្ចមុខទៅអស់ចំណែកឯសាវយ៉ាវនឹងក៏ដឹងផងដែរថាតម្រុយអស់ទាំងនេះវាគ្រាន់តែជាការបោកបញ្ឆោតព្រោះតែនាងនឹងធ្លាប់ធ្វើអាជីពនេះពីមុនមករំពេចនោះនាងក៏បានឮសំឡេងស្ត្រីម្នាក់ដែលព្យាយាមឲ្យអាលីនឹងស្វែងរកប្រពន្ធថ្មីប៉ុន្តែអាលីគេអត់ត្រូវការនោះទេពីព្រោះតែគេនឹងមានប្រពន្ធរួចហើយកំពុងតែស្រង់អារម្មណ៍ស្រាប់តែមានក្មេងប្រុសម្នាក់ឈ្មោះថាស៊ឺសៅនឹងមកកេះនាងដោយគេនឹងចង់លេងបិទពួនជាមួយនាងអីចឹងទៅបើមិនបានលេងទេគេប្រកាសជាស្រែកជាមិនខានសាវយ៉ាវក៏យកព្រមជាមួយក្មេងប្រុសម្នាក់នោះឲ្យចេញមកខាងក្រៅរួចក៏ប្រទះឃើញរូបចម្បាំងមួយដែលគេបានសាងសង់មកថាជាសត្វតោសាតែស៊ឺសៅថាវាមិនដូចនោះទេដែលសារតែគេធ្លាប់ឃើញអីចឹងណាទោះស្រីគេចង់ដឹងខ្លាំងមែនទែនទើបសួរបញ្ជាក់តែក្មេងប្រុសម្នាក់នោះចង់ឲ្យគេនឹងលេងបិទពួនជាមួយនាងសិនសាវយ៉ាវនឹងក៏បានយកព្រមលេងជាមួយនឹងក្មេងប្រុសម្នាក់នោះលុះតាមរឹកបន្តិចនាងក៏បានឮសំឡេងក្មេងប្រុសម្នាក់នោះហៅនាងឲ្យចូលទៅខាងក្នុងគ្រាន់តែបើកទ្វារមើលក៏ធ្វើឲ្យនាងភ័យខ្លាចជាមួយនឹងរូបគំនូរនៅខាងក្នុងខ្លាំងមែនទែនដែលធ្វើឲ្យក្មេងប្រុសនោះគេសោកយ៉ាងខ្លាំងថានាងនឹងពិតជាបានបំភ័យមែនរួចសាវយ៉ាវក៏ដើរទៅមើលរូបគំនូរនៅជញ្ជាំងឲ្យចិត្តបន្តិចរំពេចនោះប៊ីងស៊ូគេបានមកតនល្មមដែលបន្តទៅកាន់សាវយ៉ាវបន្តិចទើបសាវយ៉ាវនឹងនិយាយអំពីការលេងបិទពួនរបស់គេរហូតមកដល់ទីនេះហើយបានជួបជាមួយនឹងគំនូរដ៏ចម្លែកមួយនេះតែម្ដងទៅធ្វើឲ្យប៊ីងស៊ូនឹងគេភ្លឹកជាមួយនឹងគំនូរមួយនោះខ្លាំងមែនទែនឃើញបែបនេះលោកមេភូមិក៏បានបន្តទៅកាន់ក្មេងប្រុសម្នាក់នោះដោយដេញឲ្យគេនឹងត្រឡប់ទៅផ្ទះវិញក្រោយមកក៏បាននិយាយអំពីប្រវត្តិរបស់ក្មេងប្រុសម្នាក់នោះដែលគាត់នឹងបានយកគេមកពីក្នុងព្រៃតែស្វែងរកឪពុកម្ដាយរបស់គេមិនឃើញឡើយដែលគាត់សង្ស័យថាពួកគេនឹងបានស្លាប់អស់ទៅហើយសពថ្ងៃគេរស់នៅទីនេះដែលបរិភោគអាហាររបស់អ្នកភូមិរួចគាត់ក៏បន្តសូមអភ័យទោសទៅកាន់តួស្រីប្រសិនបើគេនឹងធ្វើឲ្យនាងលំបាកអីចឹងទៅប៊ីងស៊ូក៏សួរស្នាមព្រួយនៅលើជញ្ជាំងវិញម្ដងទើបមេភូមិនឹងបាននិយាយថាវាគឺជាស្នាដៃគូរបស់អាលីដែលចាត់ទុកវានឹងគឺជាគោលដៅរបស់គាត់លើបែបនេះប៊ីងស៊ូក៏បានប្រាប់ទៅកាន់
មេភូមិថាមិនរំខានគាត់បន្តទៀតនោះទេព្រោះយប់នេះគាត់សម្រេចចិត្តថាស្នាក់នៅទីនេះហើយលើបែបនេះលោកមេភូមិក៏បានប្រកាសតវ៉ាជាមួយនឹងប៊ីងស៊ូនោះដែរក្រោយមកប៊ីងស៊ូក៏បាននិយាយអំពីតម្រុយទាំងអស់នៅក្នុងភូមិវាសិតតែបង្កឡើងដោយមនុស្សដោយសំបីតែស្នាមឈាមក៏ពួកគេធ្វើឡើងមើលទៅគួរអស់សំណើចខ្លាំងសាវយ៉ានេះក៏ហួសចិត្តជាមួយនឹងការរៀបរាប់របស់ពួកគេផងដែរមើលទៅវាខុសគ្នាជាមួយនឹងរូបមួយនេះដែរប៊ីងស៊ូអត់ច្បាស់នោះទេថារូបនេះវាពិតឬក៏អត់តែអ្វីដែលសំខាន់គេជឿជាក់ទៅលើសកម្មភាពរបស់អាលីនៅក្នុងថ្ងៃនេះបានបង្ហាញថាគេនឹងពិតជាធ្លាប់ជួបបិសាចពិតប្រាកដមែនសាវយ៉ាក៏នឹកឃើញសម្ដីរបស់សៀវសៅទៅគេនឹងរៀបចំផែនការបន្តដែលឲ្យប៊ីងស៊ូនឹងទៅរកអាលីចំណែកឯគេនឹងទៅរកសៀវសៅដើម្បីស៊ើបអង្កេតជាបន្តទៀតក្នុងពេលជាមួយគ្នាស្លឹកតើយក៏បង្ហាញខ្លួនដោយនិយាយប្រច័ណ្ឌទៅអ្នកទាំងពីរទៀតហើយដោយមិនយកព្រមឲ្យអ្នកទាំងពីរនឹងនៅក្នុងបន្ទប់ជាមួយគ្នានោះឡើយព្រោះពួកគេទាំងពីរសុទ្ធតែជាមនុស្សនៅលាវយ៉ាងណាមិញគេបានសម្គាល់ឃើញតាំងពីនៅលើតុថាគេច្បាស់ជាមានអំណរក្រៅចំពោះនាងជាមិនខានគេសុខចិត្តឲ្យនាងរស់នៅជាមួយលូប្រសាជាងលើបែបនេះប៊ីងស៊ូគេហួចចិត្តខ្លាំងមែនទែនប្រុងនឹងឆ្លោះគ្នាទៅហើយសាវយ៉ាក៏បាននិយាយបកស្រាយថាពួកគេនឹងគ្រាន់តែវិភាសាគ្នាអំពីរឿងបញ្ហាដែលត្រូវដោះស្រាយអីចឹងណានឹងហាមមិនឲ្យស្លឹកតូចនឹងក្របីជាបន្តទៀតនោះទេប៉ុន្តែស្លឹកតូចគេនៅតែមិនព្រមទៅធ្វើឲ្យសាវយ៉ានឹងបានយកគេជាមួយចូលទៅក្នុងទឹកហើយជាមួយចូលទៅក្នុងខ្ជុំបន្ថែមទៀតរួចក៏បន្តយកគេនឹងតញីនឹងចិញ្ចាំងមិនឲ្យគេនិយាយបានទៀតឡើយឃើញបែបនេះប៊ីងស៊ូគេក៏ភ្ញាក់ផ្អើលបន្តិចដែរបន្ទាប់ពីសាវយ៉ាបញ្ចប់កំហឹងរបស់ខ្លួនក៏បានបោះស្លឹកតូចទៅលើតុចំណែកប៊ីងស៊ូមើលអ្វីដែលតួស្រីបានគួរក៏សរសើរទឹកដៃរបស់នាងយ៉ាងខ្លាំងក៏เลยមកមើលស្លឹកតូចដែលវាទៅលុបលាងខ្លួនក្នុងចានវិញម្ដងប៊ីងស៊ូគេនៅតែមិនអស់ចិត្តដោយចំអកទៅកាន់ស្លឹកតូចបន្ថែមទៀតដែលធ្វើឲ្យស្លឹកតូចនឹងគេពិតជាខឹងជាមួយប៊ីងស៊ូយ៉ាងខ្លាំងនៅក្នុងយប់នោះផងដែរស្រាប់តែមេបេសាចបង្ហាញខ្លួនដែលធ្វើឲ្យអ្នកភូមិនឹងផ្អើលឆាឡោយ៉ាងខ្លាំងរួចក៏បន្តតាមទៅសម្លាប់វាប៊ីងស៊ូនិងសាវយ៉ាក៏បញ្ញាចេញមកខាងក្រៅជួយជាមួយនឹងលោកមេភូមិទៅលោកមេភូមិនឹងនិយាយថាវាគឺជាសត្វថោសាដែលត្រូវបានគេប្រទះឃើញនៅមុខផ្ទះរបស់អាលីអីចឹងណារួចគាត់ក៏បានឲ្យអ្នកទាំងពីរនឹងទៅសម្រាកទៅពីព្រោះតែមានអ្នកភូមិចាត់ការរឿងនេះហើយអីចឹងណាប៊ីងស៊ូនិងសាវយ៉ាគិតថាបេសាចមួយនេះច្បាស់ជាមនុស្សជាអ្នកធ្វើជាមិនខានឡើយប៉ុន្តែនៅពេលដែលលោកមេភូមិបានចាក់ចេញទៅប៊ីងស៊ូក៏បានពិនិត្យមើលស្នាមឈាមរុំជាមួយនឹងបាតជើងនៅទីនោះទើបដឹងថាវាមិនមែនជាស្នាដៃរបស់មនុស្សនោះទេច្បាស់ជាមានបេសាចនៅទីនេះជាមិនខានឡើយលុះដល់ពេលព្រឹកអ្នកភូមិក៏បានត្រឡប់មកវិញជាមួយនឹងភាពហត់នឿយតែគេរកមិនឃើញសត្វថោសាមួយនោះឡើយប៊ីងស៊ូបានមើលព្រួយអ្នកភូមិរួមជាមួយនឹងព្រួយរបស់អាលីទើបនិយាយថាប្រសិនបើវាគឺជាសត្វថោសាពិតប្រាកដមែនព្រួយមួយនេះពិតជាគ្មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ទល់នោះទេដូច្នេះគេស្ម័គ្រចិត្តនៅក្នុងការជួយទៅកាន់អាលីដើម្បីកម្ចាត់សត្វមួយនោះដែលចង់អាលីនឹងប្រាក់អំពីព័ត៌មានលម្អិតពីប្រពន្ធរបស់គេដែលត្រូវបានសត្វមួយនោះស៊ីអាលីគេអត់ចង់រំលឹកអតីតកាលមួយនេះឡើយទើបលោកមេភូមិនឹងនិយាយសម្រួលតែប៊ីងស៊ូព្យាយាមនិយាយខ្លាំងៗដាស់ស្មារតីអាលីថាតើគេនឹងពិតជារងចាំរហូតដល់ថ្ងៃដែលមនុស្សដទៃទៀតបាត់បង់មនុស្សជាទីស្រឡាញ់ដូចជាគេមែនទេលើសម្ដីរបស់ប៊ីងស៊ូអាលីក៏យកព្រមឲ្យគេនឹងទៅតាមខ្លួនរួចក៏និយាយរឿងរ៉ាវតាក់ទងជាមួយនឹងជីវិតប្រិយប្រពន្ធរបស់ពួកគេថាពួកគេនឹងស្រឡាញ់គ្នាតាំងពីនៅតូចៗមកម្លេះក្រោយពេលដែលរៀបការរួចស្ថានភាពនៅក្នុងភូមិពិបាកខ្លាំងមែនទែនមន្ត្រីបានដំឡើងពន្ធចំណែកគេក៏ធ្លាក់ខ្លួនឈឺដែលត្រូវការប្រាក់នឹងមកព្យាបាលទៅធ្វើឲ្យគ្មានប្រាក់បង់ពន្ធគេចេះចង់ទៅបោបាយនៃខ្លួនឯងតែក៏ត្រូវបានប្រពន្ធរបស់គេហាមឃាត់ឆ្លៀតពេលដែលគេដេកលក់នាងក៏បានទាញព្រួយនឹងទៅលើភ្នំតែម្ដងរួចនាងក៏បាត់ខ្លួនទៅពីថ្ងៃក្រោយមកនាងក៏បានបង្ហាញខ្លួនជាមួយនឹងទឹកវេទមន្តជូលីថាមានមនុស្សអមតៈម្នាក់បានផ្ដល់ឲ្យនាងប្រសិនបើគេផឹកទឹកនេះទៅជំងឺរបស់គេច្បាស់ជាមិនខានឡើយប៉ុន្តែគេបានបដិសេធដោយមិនផឹកទឹកមួយនោះទេពីព្រោះតែវាមានក្លិនស្អុយខ្លាំងពេកក៏ជ្រោលដៃច្រាននាងបន្តិចបណ្ដាលឲ្យដបមួយនោះបែកខ្ទេចហើយនាងក៏មានរបួសផងដែរនេះវាជាកំហុសរបស់ខ្លួនប្រសិនបើថ្ងៃនោះគេយកព្រមផឹកទឹកមួយនោះរឿងបែបនេះក៏មិនកើតឡើងដែរដាប់ការរៀបរាប់របស់គេប៊ីងស៊ូក៏យល់បន្តិចក្នុងគណៈពេលនោះសឺសើក៏កំពុងស្វែងរកអ្នកភូមិនឹងលេងជាមួយគេប៉ុន្តែគ្មានអ្នកណាម្នាក់លេងជាមួយគេឡើយដោយម្នាក់សុទ្ធតែរវល់ការងាររបស់ខ្លួនអីអញ្ចឹងណាទើបតួស្រីនឹងបានដើរមករកគេដោយព្រមលេងសីមួយនេះប៉ុន្តែគេត្រូវសន្យាថាប្រាប់រឿងមួយឲ្យខ្លួនអីអញ្ចឹងណាសឺសើគេមិនជឿថានាងចេះលេងសីនោះទេទើបនាងនឹងបានបង្ហាញគេតែម្ដងទៅដែលក្បាច់របស់នាងពិតជាល្អខ្លាំងមែនទែនធ្វើឲ្យសឺសើនឹងចង់ឲ្យនាងបង្រៀនខ្លួនកន្លែងមកកាន់អាលីបន្តនិយាយរឿងពន្ធដារវិញម្ដងដោយមន្ត្រីទាំងអស់នោះបានប្រមូលវត្ថុមានតម្លៃនៅក្នុងភូមិរបស់គេនឹងទៅទាំងអស់ប៉ុន្តែវាមិនគ្រប់គ្រាន់នោះឡើយទើបធ្វើឲ្យប្រពន្ធរបស់គេនឹងកាន់ធ្នូឡើងទៅលើភ្នំម្ដងទៀតចាប់តាំងពីពេលនោះមកនាងមិនបានត្រឡប់មកវិញនោះទេបើទោះបីជាគេនិងអ្នកភូមិជាយាមស្វែងរកនាងក៏មិនឃើញនោះដែរបន្សល់ទុកត្រឹមតែខោអាវរបស់នាងតែប៉ុណ្ណោះរួចគេក៏បានយកបន្តោងប្រចាំស្នេហ៍ចេញមកដោយវាតំណាងឲ្យស្នេហានិងគ្រួសាររបស់គេកន្លែងដែលគេប្រទះឃើញវាសັບតែមានសម្លេងក្រហើយយំឡើងទៅធ្វើឲ្យគេឃើញយ៉ាងច្បាស់ថាវាមិនមែនជាមនុស្សនោះឡើយកៅភ្នែករបស់វាឡើងក្រហមហើយគេនឹងស្បត់ថាសម្លាប់វាផងដែរលើបែបនេះប៊ីងស៊ូក៏លងលោមទៅកាន់អាលីឲ្យគេនឹងស្ងប់អារម្មណ៍បន្តិចខ្សែរឿងជាបន្តក៏បានបង្ហាញអំពីសាវយ៉ានឹងយកស្លឹកតូចធ្វើជំពាមវិញម្ដងស៊ីសើឃើញនឹងប្រកែបែបនេះក៏បានរំលឹកឈ្មោះប្រពន្ធរបស់អាលីដែលធ្វើឲ្យតួស្រីនឹងពិតជាឆ្ងល់យ៉ាងខ្លាំងរំពេចនោះប៊ីងស៊ូក៏បានចូលមកដោយសួរបន្ថែមទៅកាន់ស៊ីសើឲ្យគេនឹងរៀបរាប់រឿងបន្តទៀតថាប្រពន្ធរបស់អាលីនឹងពិតជាត្រូវបានសត្វថោងសានឹងស៊ីមែនទេរួចស៊ីសើក៏បាននិយាយឡើងថាចាប់តាំងពីប្រពន្ធរបស់អាលីចាក់ចេញទៅអាលីក៏បានផ្លាស់ប្ដូរចំណែកឯសាកសពមួយនោះមិនមែនជាសត្វថោងសាស៊ីនោះទេពួកគេមិនដឹងអំពីមូលហេតុច្បាស់លាស់ឡើយថែមទាំងយកសាកសពមួយនោះទៅបោះចោលប្រសិនបើពួកគេមិនខ្លាចនោះទេឲ្យមកតាមខ្លួនមកលើបែបនេះអ្នកទាំងពីរក៏បញ្ញាតាមទៅទីបញ្ចុះសពលោកពេលទៅដល់វាដូរអ្វីដែលក្មេងប្រុសម្នាក់នោះនិយាយពិតប្រាកដមែនប៊ីងស៊ូក៏បានពិនិត្យមើលផ្នែករបស់សាកសព
ប់ឃើញថាវាឡើងពណ៌ក្រហមធ្វើឲ្យសៀវយ៉ាគេភ័យយ៉ាងខ្លាំងរួចប៊ីងស៊ូក៏បាននិយាយអំពីពាក្យសម្ដីរបស់អាលីដែលបានឃើញកៅភ្នែកមួយគូនេះដូចគ្នាសៀវយ៉ាគេកាន់តែភ័យខ្លាចទៅប៊ីងស៊ូនឹងចង់រៀបចំពិធីដើម្បីបង្ក្រាបថាពណ៌អាក្រក់នៅទីនេះអំឡុងពេលដែលប៊ីងស៊ូកំពុងតែរៀបចំខ្យល់បានបក់ឲ្យភ្លឹងរលត់ដែលធ្វើឲ្យតួស្រីនឹងមានកាន់តែភ័យខ្លាចរួចក៏ហៅស៊ឺសើនឹងឲ្យមកចិត្តស៊ឺសើដឹងយ៉ាងច្បាស់ថាពេលនេះសត្វកណ្ដោកំពុងតែចង់មកស៊ីសាច់មនុស្សហើយវាធ្វើឲ្យព្រៃនៅម្ដុំនោះរងនឹងកើតែម្ដងប៉ុន្តែកាក់ដែលប៊ីងស៊ូបានរៀបចំគ្មានចលនានោះឡើយនោះវាមានន័យថាច្បាស់ជាមនុស្សជាអ្នកធ្វើជាមិនខានទើបប៊ីងស៊ូធ្វើជានិយាយឲ្យខ្មោចទាំងអស់នោះចេញមកភ្លាមនោះអ្នកភូមិក៏បានបង្លំខ្លួនធ្វើជាខ្មោចឆៅដែលចង់បន្លាចទៅកាន់ពួកគេតែសៀវយ៉ាវបានដឹងល្បិចអស់ទាំងនេះហើយរួចនាងក៏បានបញ្ចេញភ្លើងរបស់ខ្លួនឲ្យស៊ឺសើនឹងផ្លុំទៅកាន់លោកមេភូមិបណ្ដាលឲ្យមានភ្លើងឆេះអ្នកភូមិក៏ស្ទុះស្ទាទៅជួយពន្លត់មេភូមិដែលធ្វើឲ្យតួស្រីនឹងគេគិតជាខ្លាំងយ៉ាងខ្លាំងហើយអ្វីបានជាពួកគេនឹងគិតកំណត់បែបនេះទៅវិញចំណែកអ្នកភូមិក៏បានសុំទោសទៅកាន់អ្នកទាំងពីរដោយលើកអំពីរឿងពន្ធដែរថាគេពិតជាគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង់ទៅប្រឌិតរឿងមួយនេះឡើងប៊ីងស៊ូនិងសៀវយ៉ាវគេក៏ដឹងអំពីរឿងមួយនេះច្បាស់ដូច្នេះបញ្ហាមួយនេះគេមិនចោទសួរអ្វីនោះឡើយសំខាន់រឿងការប្រយោគមិញវាគឺជាស្នាដៃរបស់ពួកគេមែនទេទើបមេភូមិនិយាយឡើងថាពិតជាមានសត្វចម្លែកមែនរាល់ពេលដែលមន្ត្រីមកទីនេះតែងតែសន្យាកម្ចាត់សត្វចម្លែកប៉ុន្តែពួកគេបានត្រឹមតែទារប្រាក់ឲ្យទៅបាត់ប៉ុណ្ណោះលើបែបនេះសៀវយ៉ាវគេបាននិយាយម្ដងទៀតថាពួកគេនឹងមិនបានមកទារលុយនោះទេគឺពួកគេមកកម្ចាត់សត្វចម្លែកហើយពួកគេនឹងស្នាក់នៅទីនេះដើម្បីកម្ចាត់វាផងដែរលើបែបនេះអ្នកភូមិក៏បានអរគុណទៅកាន់ពួកគេយ៉ាងខ្លាំងទើបប៊ីងស៊ូនឹងឲ្យគេនិយាយរៀបរាប់គ្រប់យ៉ាងប្រាប់បង្កាន់ខ្លួនហាមមានរឿងលាក់លៀមជាដៃខានចំណែកឯសាច់រឿងរបស់យើងក៏ត្រូវបានចប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ